ទសាស្ត្រលោកអ្នកនាងជាទីមេត្រីនាពេលកណ្ដាលទី2នៃសតវត្សទី14ក្រោយការគ្រងរាជ្យរបស់ព្រះបាទត្រសក់ផ្អែមប្រទេសកម្ពុជាបានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ប្រទេសសៀមអស់រយៈកាលជាង1ឆ្នាំគឺនៅក្នុងគ្រានោះហើយដែលសៀមបានលួចយកទ្រព្យសម្បត្តិមានតម្លៃព្រមទាំងឯកសារសពសារពើយកទៅស្រុកសៀមបាទជាបន្តទៅទៀតនេះលោកជុនច័ន្ទបុតសូមរៀបរាប់ជូននៅព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនានាដែលនាំឲ្យប្រទេសកម្ពុជាធ្លាក់ចូលក្នុងកណ្ដាប់ដៃសៀមនេះព្រះបាទនិព្វានបាទឯកសារដែលរៀបរាប់ពីស្ដេចសោយរាជបន្តពីព្រះបាទត្រសក់ផ្អែមក៏មានភាពច្របូកច្របល់ណាស់ដែរហើយយើងឃើញថាមានខុសគ្នាដល់ទៅចំនួន5រាជស្ដេចផែនដីឯកសារខ្លះបញ្ជាក់ថាស្ដេចសោយរាជស្នងព្រះបាទត្រសក់ផ្អែមគឺព្រះបាទពញាសួសប្អូនត្រសក់ផ្អែមរួចបន្តទៅព្រះបាទសិរីវិជ្ជៈកូនត្រសក់ផ្អែមរួចបន្តទៅផែនដីព្រះលំពង់កូនសិរីវិជ្ជៈរួចតទៅដែនដីព្រះរាជអង្ការកូនព្រះលំពង់រួចបន្តមកដែនដីព្រះសូរ្យោពណ៌ជាកូនព្រះអង្ការរួចទៅដល់ព្រះបាទនិព្វានចក្រដែលឯកសារនោះបញ្ជាក់ថាជាកូនសូរ្យោពណ៌ប៉ុន្តែឯកសារស្ទើរតែទាំងអស់បានបញ្ជាក់ថាស្ដេចដែលសោយរាជបន្តពីព្រះបាទត្រសក់ផ្អែមគឺព្រះរាជបុត្ររបស់ព្រះអង្គដែលគេបានស្គាល់ព្រះមរណនាមថាព្រះបាទនិព្វានបាទឬនិព្វានចក្រដែលឡើងសោយរាជនៅឆ្នាំ1340នៃគ្រិស្តសករាជព្រះអង្គទ្រង់គ្រប់គ្រងប្រទេសបន្តពីព្រះបិតាព្រះអង្គដោយសុខសាន្តដោយបានចងសម្ព័ន្ធមេត្រីភាពយ៉ាងល្អជាមួយប្រទេសជិតខាងគឺប្រទេសឡាវសៀមយួនតុងកឹងនិងនគរចម្ប៉ាក៏ប៉ុន្តែគួរកត់សម្គាល់ថាតាំងពីបដូររាជវង្សពីវង្សវរ្ម័នមកវង្សត្រសក់ផ្អែមគឺចាប់តាំងពីរាជវង្សព្រះបាទត្រសក់ផ្អែមនិងរាជព្រះនិព្វានបាទជាព្រះរាជបុត្រព្រះអង្គនេះមកប្រទេសខ្មែរហាក់បាត់បង់ភាពជាម្ចាស់ទាំងស្រុងលើទឹកដីភាគខាងលិចរបស់ខ្លួនដែលមានជនជាតិសៀមចូលមកលុកលុយនិងរស់នៅទីនោះព្រះបាទនិព្វានបាទទ្រង់សោយរាជបានរយៈកាលជាង5ឆ្នាំក៏ទ្រង់ប្រជួនហើយទ្រង់សោយទីវង្គតទៅក្នុងឆ្នាំ1346នៃគ្រិស្តសករាជព្រះបាទសុធានរាជាក្រោយពីព្រះបាទនិព្វានបាទឬនិព្វានចក្រទ្រង់សោយទីវង្គតទៅព្រះរាជវង្សានុវង្សសេនាបតីមន្ត្រីទាំងពួងបានជ្រើសរើសព្រះរាជបុត្រាពៅរបស់ព្រះបាទត្រសក់ផ្អែមព្រះអនុជរបស់ព្រះបាទនិព្វានបាទព្រះនាមសុធានរាជាឲ្យឡើងគ្រងរាជស្នងព្រះអង្គដោយយកនគរធំជារាជធានីដដែលក៏ប៉ុន្តែបានរយៈកាលតែ3ខែប៉ុណ្ណោះគឺមិនទាន់ទាំងបានរៀបចំពិធីរាជាភិសេកនិងធ្វើបុណ្យព្រះជេដ្ឋាផងព្រះអង្គក៏ទ្រង់អាពាហ៍ហើយសុគតទៅទៀតនៅក្នុងឆ្នាំ1346នៃគ្រិស្តសករាជដដែលនោះព្រះបាទស្រីលំពង់រាជាក្រោយពីព្រះបាទសុធានរាជាទ្រង់សោយទីវង្គតទៅព្រះរាជបុត្ររបស់ព្រះអង្គព្រះនាមលំពង់រាជាទ្រង់ឡើងគ្រងរាជស្នងព្រះបិតានៅឆ្នាំ1346នៃគ្រិស្តសករាជនៅរាជធានីអង្គរធំក៏ប៉ុន្តែឯកសារខ្លះថាព្រះលំពង់រាជានេះជាព្រះរាជបុត្ររបស់ព្រះនិព្វានបាទជាបងរបស់ព្រះសុធានរាជាទៅវិញក្នុងរាជរបស់ព្រះអង្គនគរកម្ពុជាមានចម្បាំងរាំងជុលយ៉ាងធំជាមួយនឹងសៀមដែលមានស្ដេចរាមាធិបតីជាប្រមុខដែលបានបដូររាជធានីពីសុខោទ័យអតីតទឹកដីខ្មែររុលចូលមកមុខតាំងរាជធានីនៅអយុធ្យារួចលើកទ័ពមកឡោមព័ទ្ធអង្គរក៏ប៉ុន្តែក្នុងគ្រាដំបូងនៃសង្គ្រាមនេះទ័ពសៀមត្រូវទទួលបរាជ័យយ៉ាងដំណំដោយសារទ័ពខ្មែរក្រោមបញ្ជាការព្រះមហាឧបរាជព្រះនាមសុរិយោទ័យព្រះអនុជរបស់ព្រះលំពង់រាជាវាកំទេចបែកបាក់ខ្ចាក់ខ្ចាយដកថយទៅវិញចំណែកព្រះបាទលំពង់រាជាឃើញដូច្នោះក៏មានគំនិតធ្វេសប្រហែសមាក់ងាយសត្រូវនឹកគិតថាសត្រូវមិនអាចធ្វើអ្វីមហានគរបានទៀតក៏ទ្រង់បញ្ជារំសាយកងទ័ពឲ្យត្រឡប់ទៅកាន់លំនៅឋានរៀងខ្លួនវិញមិនយូរប៉ុន្មានសៀមក៏លើកទ័ពមកម្ដងទៀតដោយមិនឲ្យខ្មែរដឹងជាមុនឯខាងរាជធានីអង្គរវិញលុះដឹងថាសៀមលើកទ័ពមកជាថ្មីម្ដងទៀតហើយខ្មែរនឹងកេណ្ឌទ័ពក៏មិនទាន់ព្រះបាទលំពង់រាជាក៏ដេញរាជទាំងអស់ឲ្យចូលក្នុងកំផែងមហានគរហើយកេណ្ឌពលឲ្យការពារក្នុងសង្គ្រាមលើកនេះទ័ពសៀមបានឡោមព័ទ្ធក្រុងអង្គរអស់រយៈពេល1ឆ្នាំ5ខែទ័ពជំនួយខ្មែរដែលមកពីទិសផ្សេងមកជួយក្រុងអង្គរដែរប៉ុន្តែដោយមកពុំស្មើគ្នាក៏ត្រូវទទួលបរាជ័យឯខាងសៀមវិញចេះតែបញ្ជូនទ័ពបន្ថែមកម្លាំងជានិច្ច
ទីបំផុតព្រះបាទលំពង់រាជាដោយព្រួយព្រះទ័យខ្លាំងក៏ប្រជូនហើយសោយទីបង្គត់ទៅព្រះមហាឧបរាជសូរ្យោទ័យជាប្អូនក៏ដឹកនាំទ័ពប្រយុទ្ធបន្តទៅទៀតប៉ុន្តែនៅទីអវសានទ័ពសៀមវាយទម្លាយទ្វារទិសខាងកើតបានហើយព្រះមហាឧបរាជក៏សុគតក្នុងសង្គ្រាមនោះទៅទៀតហើយរាជធានីអង្គរក៏ធ្លាក់ក្នុងកណ្ដាប់ដៃសៀមនៅឆ្នាំ 1352 ឯកសារខ្លះថាឆ្នាំ 1353 នោះទៅក្រោយពីទទួលបានជ័យជំនះហើយស្ដេចសៀមរាមាធិបតីបានរៀបអភិសេកបុត្រាព្រះរាមចៅបាសាតឲ្យឡើងសោយរាជ្យនៅក្រុងអង្គរហើយតែងតាំងចៅហ្វាយខេត្តជាតិសៀមឲ្យត្រួតត្រាខេត្តខ្មែរទាំងឡាយនៅភាគខាងលិចដូចជាបច្ចឹមបុរីនគររាជសីមាលលីដែលគេទន្ទ្រានយកបានក្នុងពេលវាយលុកក្រុងអង្គរនោះហើយខេត្តមួយចំនួនត្រូវសៀមយកផ្ដាច់តាំងពីពេលនោះមកហើយស្ដេចសៀមអង្គនេះបានត្រឡប់ទៅក្រុងអយុធ្យាវិញដោយគៀរាជខ្មែរប្រមាណ 100,000 គ្រួជាឆ្លើយនាំយកទៅក្នុងនោះចាត់ខ្មែរ 10,000 នាក់ឲ្យដឹកជញ្ជូនទ្រព្យសម្បត្តិមានតម្លៃដូចជាមាសពេជ្រកែវកងកន្ទេលមាសកន្ទេលប្រាក់គម្ពីរដីកាឯកសារសំខាន់សពសារពើនាំយកទៅស្រុកសៀមថែមទៀតផងខ្ញុំជុនច័ន្ទបុត្រវិទ្យុអាស៊ីសេរីក្រុងភ្នំពេញប្រវត្តិសាស្ត្រលោកអ្នកនាងជាទីមេត្រីនៅចុងសតវត្សទី 14 ប្រទេសសៀមបានដណ្ដើមកាន់កាប់ក្រុងអង្គរមួយលើកជាពីរលើកប្រការដែលធ្វើឲ្យខ្មែរចាញ់ដៃសៀមដូច្នេះមួយផ្នែកមកពីល្បិចស្ម័គ្រស្លាប់របស់ពួកសៀមដែលធ្វើយ៉ាងណាឲ្យតែវាដណ្ដើមយកបានកម្ពុជានិងមួយផ្នែកទៀតមកពីខ្មែរឆាប់ជឿទុកចិត្តល្បិចបោកប្រាស់របស់ខ្មាំងសត្រូវផងបាទលោកជុនច័ន្ទវត្តសូមរៀបរាប់ជូននៅព្រឹត្តិការណ៍ទាំងឡាយនៅពេលនោះដូចតទៅព្រះបាទសូរ្យវង្សក្នុងពេលដែលមហានគរធ្លាក់ក្នុងកណ្ដាប់ដៃសៀមលើកទី1នេះសៀមបានកាន់កាប់និងគ្រប់គ្រងប្រទេសកម្ពុជាអស់រយៈពេលជាង4ឆ្នាំគឺពីឆ្នាំ 1353 ដល់ឆ្នាំ 1357 ឯកសារខ្លះថារយៈពេល6ឆ្នាំហើយពេលនោះព្រះរាមាធិបតីស្ដេចសៀមបានដាក់បុត្រាខ្លួន3នាក់ឲ្យសោយរាជ្យបន្តបន្ទាប់គ្នានៅក្រុងអង្គរគឺចៅបាសាតដែលសោយរាជ្យបានប្រមាណជាង1ឆ្នាំហើយឈឺសុគតទៅចៅបាអាតសោយរាជ្យបានប្រមាណជាង1ឆ្នាំដែរហើយឈឺសុគតទៅទៀតហើយបុត្រាទី3គឺចៅកំបងពិសីដែលសោយរាជ្យបានតែប៉ុន្មានខែប៉ុណ្ណោះក៏សុគតក្នុងសង្គ្រាមជាមួយខ្មែរដែលក្រោករំដោះជាតិក្រោមការដឹកនាំរបស់ព្រះសូរ្យវង្សព្រះបាទសូរ្យវង្សជាព្រះអនុជរបស់ព្រះបាទលំពង់រាជាដែលទ្រង់ចេញទៅកេណ្ឌទ័ពមកជួយក្រុងអង្គរក្នុងពេលដែលសៀមឡោមព័ទ្ធរាជធានីអង្គរនោះលុះវាយចាញ់សៀមហើយព្រះអង្គទ្រង់បានភៀសព្រះកាយទៅស្នាក់នៅប្រទេសឡាវឡានសាងពេលដឹងថាក្រុងអង្គរបានធ្លាក់ក្នុងកណ្ដាប់ដៃសៀមហើយព្រះចៅឡាវចម្ប៉ាស័កបានជួយទទួលទំនុកបម្រុងរួចថ្វាយពលលាវចំនួន 1,500 នាក់និងគ្រឿងសស្ត្រាវុធជាច្រើនថ្វាយព្រះអង្គសូរ្យវង្សរួចព្រះអង្គបាននាំទ័ពនោះវាយសង្កត់ខេត្តខ្លះដែលចុះចូលជាមួយសៀមរួចទ្រង់មកបោះទីតាំងនិងហាត់វឹកវើទ័ពនៅទួលបាសានស្រុកស្រីសន្ធរលុះប្រជុំទ័ពបានគ្រប់គ្រាន់ហើយព្រះអង្គក៏ទ្រង់លើកទ័ពតាមផ្លូវគោកផងតាមផ្លូវទឹកផងវាយចូលរំដោះក្រុងអង្គរបានមកវិញក្នុងឆ្នាំ 1357 នៃគ្រិស្តសករាជហើយស្ដេចសៀមកំបងពិសីដែលសោយរាជ្យនៅអង្គរនោះក៏សុគតក្នុងសង្គ្រាមនោះទៅក្រោយពីបានទទួលជោគជ័យជាស្ថាពរហើយទទួលបានព្រះបញ្ចកកុត្តភ័ណ្ឌឬរាជកកុត្តភ័ណ្ឌគឺគ្រឿងសម្រាប់រាជដែលមាន1ព្រះមកុដរាជ2ព្រះវាលវិជ្ជនីគឺផ្លិតដែលធ្វើអំពីរួមសัตว์3ព្រះខ័នជ័យ4ព្រះស្វេតឆ័ត្រនិង5ព្រះសុវណ្ណបាតុកាគឺស្បែកជើងមាសដែលពួកមេទ័ពនិងបាគូព្រានបរហិតរំដោះយកទៅលាក់ទុកពេលដែលសៀមវាយបែកក្រុងអង្គរនោះព្រះអង្គសូរ្យវង្សក៏ទ្រង់ទទួលរាជាភិសេកជាស្ដេចផែនដីដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះស្រីសូរ្យវង្សក្នុងរាជរបស់ព្រះអង្គខ្មែរបានវាយកម្ចាត់ដេញសៀមឲ្យចេញផុតពីខេត្តនគររាជសីមានិងខេត្តបច្ចឹមបុរីហើយនៅខេត្តភាគខាងកើតវិញ
ព្រះអង្គបានរៀបចំឲ្យមានប្រក្រតីភាពឡើងវិញរវាងព្រំប្រទល់ដែនខ្មែរនិងនគរចម្ប៉ាព្រះបាទសូរ្យវង្សទ្រង់សោយរាជ្យនៅរាជធានីអង្គររហូតដល់ឆ្នាំ1363ហើយទ្រង់សោយទីវង្គតនៅទីនោះដោយរោគាពាធឯកសារខ្លះថាព្រះអង្គទ្រង់សោយទីវង្គតនៅឆ្នាំ1366នៃគ្រិស្តសករាជគឺមានរយៈពេលខុសគ្នា3ឆ្នាំទៅវិញព្រះបាទបរមរាមាក្រោយពេលដែលព្រះបាទសូរ្យវង្សជាព្រះមហាក្សត្រដែលបានរំដោះប្រទេសឲ្យរួចផុតពីការជិះជាន់របស់សៀមទ្រង់សោយទីវង្គតទៅព្រះរាជវង្សានុវង្សសេនាបតីមន្ត្រីទាំងពួងបានជ្រើសរើសក្មួយរបស់ព្រះអង្គព្រះនាមបរមរាមាដែលជាព្រះរាជបុត្ររបស់ព្រះបាទលំពង់រាជាឲ្យឡើងគ្រងរាជស្នងព្រះអង្គនៅឆ្នាំ1366ឯកសារខ្លះថាឆ្នាំ1369នៃគ្រិស្តសករាជនៅក្នុងរាជព្រះអង្គព្រះបាទបរមរាមាបានចងស្ពានមានមេត្រីជាមួយព្រះចៅហុងវូនៃរាជវង្សមីងនៃប្រទេសចិនហើយចំណែកប្រទេសសៀមវិញក៏ពុំបានមកឈ្លានពានខ្មែរទៀតទេព្រោះជាប់រវល់ដៃក្នុងការប្រយុទ្ធជាមួយក្សត្របុរេជាច្រើននៅភាគខាងជើងនៃរាជធានីស្រីអយុធ្យាព្រះបរមរាមាទ្រង់បានសោយរាជ្យគ្រប់គ្រងប្រទេសដោយសុខសន្តិភាពរហូតដល់ឆ្នាំ1373ក៏ទ្រង់ប្រជួនជាទម្ងន់ហើយសុគតទៅព្រះបាទធម្មមានសោករាជ្យនឹងការបែកបាក់អង្គរលើកទី2ក្រោយពេលដែលព្រះបរមរាមាសោយទីវង្គតទៅប្អូនជីដូនមួយរបស់ព្រះអង្គដែលជាព្រះរាជបុត្រព្រះមហាឧបរាជសូរ្យោទ័យដែលបានសុគតក្នុងបន្ទាយមហានគរក្នុងគ្រាធ្វើសង្គ្រាមជាមួយសៀមពីមុននោះបានឡើងសោយរាជស្នងដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាជអង្ការព្រះធម្មមាសោករាជរាជានៅក្នុងរាជរបស់ព្រះអង្គស្ដេចសៀមដែលឯកសារខ្លះថាមានឈ្មោះរាមាសូរខ្លះថាព្រះបរមរាជាជាចៅព្រះរាមាសូរបានលើកទ័ពឈ្លានពានខ្មែរជាថ្មីក្នុងការវាយលុកលើកនេះទ័ពសៀមបានមកព័ទ្ធក្រុងអង្គរអស់រយៈពេល7ខែតែវាយយកក្រុងអង្គរពុំបានស្ដេចសៀមក៏ប្រើល្បិចធ្វើជាដាក់ទោសវាយដំនិងលាក់ស្ងាសខ្វែងជើងក្អែកដល់ទាហានស្ម័គ្រស្លាប់របស់សៀម6នាក់រួចធ្វើល្បិចជំរុញឲ្យមកសុំចុះចូលនឹងខ្មែរដោយបានឮដំណឹងមិនពិតផ្សេងផងនិងដោយបានឃើញទាហានសៀម2នាក់ក្នុងចំណោមទាំង6នាក់នោះស្លាប់នៅចំពោះមុខផងខ្មែរក៏ជឿស៊ប់ហើយព្រមទទួលយកអាសាទាហានទាំងនោះជួយទំនុកបំរុងព្យាបាលឲ្យជាហើយអនុញ្ញាតឲ្យរស់និងធ្វើការក្នុងរាជធានីអង្គរទីបំផុតពេលបានឱកាសល្អហើយគឺឃើញខ្មែរជឿស៊ប់ទុកចិត្តខ្លួនគ្មានសង្ស័យអ្វីហើយពួកសៀមដែលសុំចុះចូលទាំង4នាក់នោះក៏នាំគ្នាលបយកដៃគោលទៅស្លង់កំភ្លើងធំទាំងអស់ដែលដាក់លើកំផែងជុំវិញអង្គរបានទាំងអស់រួចក៏សរសេរសម្បត្តិដាក់នឹងព្រួញបាញ់ទៅឲ្យគ្នាគេជាសញ្ញានេះបើតាមឯកសារមហាបុរសខ្មែរស្ដេចសៀមដែលជាមេទ័ពធំឃើញបានឱកាសល្អហើយក៏លើកទ័ពវាយសន្ធប់ចូលក្រុងអង្គរតាមគ្រប់ទិសឯទាហានសៀមបង្កប់លបលួចដុតឃ្លាំងអាវុធក្នុងក្រុងអង្គរហើយនៅពេលប្រយុទ្ធខ្លាំងពួកនេះលបទៅបើកទ្វារទិសខាងលិចឲ្យរបាក់ឡើងពិតមែនតែទ័ពខ្មែរអាចសម្លាប់ខ្មាំងបង្កប់ទាំង4នាក់នោះបានមែនក៏ប៉ុន្តែទីបំផុតក្រុងអង្គរត្រូវធ្លាក់ក្នុងកណ្ដាប់ដៃពួកសៀមសាជាថ្មីនៅឆ្នាំ1393ខ្លះថានៅឆ្នាំ1380ចំណែកឯព្រះបាទធម្មមាសោករាជក៏ទ្រង់សុគតក្នុងសង្គ្រាមនោះទៅក្រោយពីទទួលបានជ័យជំនះហើយស្ដេចសៀមបានអភិសេកពញាក្រៃជាបុត្ររបស់ព្រះអង្គឲ្យឡើងសោយរាជ្យក្នុងក្រុងអង្គរមាននាមថាព្រះឥន្ទរាជាឬព្រះឥន្ទកុមារនៅឆ្នាំ1394ហើយសៀមដឹកជញ្ជូនទ្រព្យសម្បត្តិនិងឯកសារដ៏មានតម្លៃផ្សេងហើយគេយកគ្រួខ្មែរប្រមាណ 70000 នាក់នាំជាឆ្លើយរបស់គេផងខ្ញុំជុនច័ន្ទបុត្រ Vichu Azizi Serai ក្រុងភ្នំពេញ